កសាលសូមមុននឹងយកពុទ្ធបរិស័ទទទួលនិកសាលសូមជម្រាបអំពីកម្មវិធីបន់ដោយមានយកពុទ្ធបរិស័ទបានជាពិសេសដើម្បីងាយស្រួលដល់ការថាតក្នុងពិធីបន់ចូលឆ្នាំថ្មីម្យ៉ាងទៀតវត្តពុទ្ធរាមសីយើងដោយតែញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានឃើញបានជ្រាបដោយភ្នែកខ្លួនឯងហើយយើងធ្វើមិនតាន់បានរួចរាល់ជាក្នុងដែលយើងមាន3កន្លែងទាំងអស់យើងយកអាចអង្គុយទៅប្រើប្រាស់ហើយមួយទៀតវត្តពុទ្ធរាមសីយើងនឹងមានបំណងធ្វើបុណ្យបញ្ចុះសីមាបុណ្យបញ្ចុះសីមានៅខែ6ថ្ងៃទី26 27 28បុណ្យបញ្ចុះសីមាដូច្នេះបុណ្យបញ្ចុះសីមាដូចញាតិញោមបានដឹងហើយជាពិធីបុណ្យដ៏ធំមួយក្នុងមួយលៀងមួយជូបិច150ក៏បានទៅតាមវិធីតាមចិត្តរបស់ញាតិញោមប៉ុន្មានក៏បានដែរទៅសូមឲ្យញាតិញោមនឹងជួយដើម្បីយើងរៀបចំដូចជាធ្វើរបងខ្លងទ្វារជុំវិញនឹងឲ្យបានស្អាតសម 100% មុននឹងយើងធ្វើបុណ្យបញ្ចុះសីមានៅខែ6នេះទៀតសូមទេវតាឆ្នាំថ្មីព្រះនាងរាជាសាទេវីជួយបីបាត់ថែរក្សាគុំក្រងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាសូមកុំឲ្យមានរោគជាធាតុឧបទ្រពចង្រៃទាំងឡាយសូមមកវាជាជាថ្ងៃទៅមានទេពវៈធម្មតារាយោតារាយទៅបីមានដល់ញោមឡើយសុខៃទីជាយកភវៈសូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាជាបុគ្គលមានសេចក្តីសុខមានអាយុវែងម្យ៉ាងទៀតសូមបានជាចំណែកកសលឧទ្ទិសជូនដល់បុព្វការីជនទាំងឡាយរបស់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាសូមអ្នកទាំងឡាយនោះបានរួចរបស់សុខសុខប្រកាន់ទីកន្លែងសុខផ្សេងសានមានឋានសួគ៌ជាទីកប់ចិត្តជាទីប្រាថ្នារួចនេះសូមបានក្រោយឲ្យពោធិ៍សាសាប្រការដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាជាពិសេសសូមទេវតាឆ្នាំថ្មីព្រះនាងរាជាសាទេវីជួយបីបាច់តែរក្សាញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាឲ្យបានជួបប្រទះពុទ្ធសពនិងពុទ្ធពរទាំងឡាយដូចប្រការគឺអាយុសូមញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាមានវិជ្ជាមានអាយុវែងឆ្ងាយវណ្ណៈសូមមានពលសម្បល់កាយថាកាយគឺថ្នាំសុខសូមឲ្យបានសុខកាយសប្បាយចិត្តអត់ទុកព្រួយពលៈមានកម្លាំងកាយកម្លាំងចិត្តសទ្ធាជ្រះថ្លាជាពិសេសមានប្រាជ្ញាបរិបូរណ៍សម្បត្តិទាំងឡាយ3គឺសម្បត្តិមនុស្សទេវតាព្រះនិព្វានយ៉ាងនេះចតាំងទុភវេវសម្បត្តិចតោបញ្ញាញោមពុទ្ធបរិស័ទប្រាថ្នាសម្បត្តិណាពុទ្ធពរណាឬក៏មានបំណងផងប្រាថ្នាយ៉ាងណានោះក៏សូមទេវតាឆ្នាំថ្មីជួយជំរុញលើសេចក្តីប្រាថ្នារបស់ញាតិញោមពុទ្ធបរិស័ទសូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាក៏បីគ្លៀងគ្លាតឡើយសាធុណាមោតស្សៈភៈคะវៈតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភៈคะវៈតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភៈคะវៈតោអរហតោសម្មាសម្ពុទ្ធស្សៈភៈคะវៈតោអរហតោសម្មាពុទ្ធស្សៈណាមោតស្សៈHãy
ថាដូចជារបស់នៃខ្លួនហើយសូមអនុមោទនាយកចោលោកអនុមោទនារួចហើយសូមឲ្យរួចរំដោះចាក់ទុកទោនិងពាវាទាំងពួងហើយសូមបានសម្រេចដោយសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សមួយសម្បត្តិទេវតាមួយសម្បត្តិព្រះនិព្វានមួយដោយសំគួរតាមសេចក្តីប្រាថ្នារបស់លោកអ្នកដ៏មានគុណទាំងឡាយទៅចោដោយអំណាចបរានិសង្ឃដែលលោកជូនទៅមិនដាច់ពីអង្គវិរៈពីដល់ផងអង្គវិរៈពីដល់ផងសូមអនុមោទនាសូមអនុមោទនាសូមអនុមោទនាសូមអភ័យទោសបងប្អូនដែលមិនទាន់បានតាមស្គាល់សូមមេត្តាអញ្ជើញយកតាមស្គាល់ដាក់បច្ច័យនៅក្នុងនេះក៏បានដែរសូមអញ្ជើញតែសូមបងប្អូនទាំងអស់តាមចិត្តបាទទាំងអស់គ្នាប្រសងនៅខ្វាក់ជាយសត្វប្រសាមកពីផងដាក់បានស្គាល់ដោយសិក្សាគឺដល់ប្រការលើជនយើងទាំងអស់គ្នាសូមបងប្អូនទាំងអស់រៀបរយដើម្បីដាក់នៅប្រព័ន្ធរបស់របស់ដាក់បានស្គាល់សូមអរគុណបងប្អូនទាំងអស់គ្នាណា